តាមមករៀនដោះស្រាយចំណោទទៀតហើយនៅក្នុងមេរៀនភាគរយក្នុងចំណោមមនុស្ស24នាក់មាន6នាក់មានទូរស័ព្ទប្រើរកភាគរយនៃអ្នកដែលមានទូរស័ព្ទប្រើចាអញ្ចឹងយើងដាក់រកមករកភាគរយនៃអ្នកដែលមានទូរស័ព្ទប្រើចាអញ្ចឹងអ្នកដែលមានទូរស័ព្ទប្រើមានចំនួន6នាក់មនុស្សម៉ា24នាក់ចាអញ្ចឹង6ភាគ24គុណនឹង100%មកយើងនឹងបានຂະຫນាត់ភាគរយហើយចាអញ្ចឹងយើងយក6គុណនឹង100ចាចែកនឹង24ចាអញ្ចឹងយើងយក100គុណនឹង6គឺ600ចែកនឹង24ចាចែកមកកាត់ពីខ្ទង់ដាក់បាន4 8លើស3 6លើស2 2 4ដង8 2 2ដង4សល់2 31ទម្លាក់លេខ0 120ចែកនឹង24ដាក់បាន3 9ដង20លេខ0ត្រា2 7ដង10 10នឹង2 12 000ចាអញ្ចឹងចម្លើយគឺស្មើនឹង25ភាគរយចឹងដាក់ឆ្លើយថាមកចាអញ្ចឹងឆ្លើយថាអ្នកដែលមានទូរស័ព្ទប្រើមាន25ភាគរយនេះគឺជាចម្លើយខណ្ឌផងផ្លេចខណ្ឌ